ណាប៉ូលីដែលជាក្រុមជើងឯកស្គូឌីតូឥឡូវនេះបានឈានដល់កិច្ចព្រមព្រៀងនាំយក Playmaker សញ្ជាតិបែលស៊ិកដែលចប់បាទគឺសុពលភាពដែលចប់កិច្ចសន្យាបាទគឺជាមួយនឹងក្រុម Manchester City នោះបាទគឺកីឡាករ Kevin De Bruyne បាទកីឡាកររូបនេះបាទគឺជាតួអង្គសំខាន់ណាស់ដែលជួយឲ្យក្រុម Manchester City ឈ្នះជើងឯកច្រើននៅក្នុងរយៈពេលបាទគឺ10ឆ្នាំបាទជាមួយនឹង Manchester City កីឡាករ Kevin De Bruyne នេះបាទគឺធ្លាប់ទទួលបានជើងឯកបាទដូចជា Premier League បាទជើងឯក Premier League ហ្នឹងរហូតដល់ទៅ6ដងគឺច្រើនមែនទែនបាទជើងឯកបាទ League Cup 5ដងជើងឯកបាទគឺ FA Cup 2ដងនិង Champions League កាលពីឆ្នាំ2023ធ្លាប់លេងឲ្យក្រុម Manchester City 422ប្រកួតសុទ្ធបាន108គ្រាប់ឥឡូវនេះគេសម្រេចចិត្តបាទគឺចាក់ចេញទៅកាន់ក្លឹបណាប៉ូលីរបស់ប្រទេសអ៊ីតាលីហើយបន្ទាប់ពីទទួលបានជើងឯក19កម្មវិធីចាប់តាំងពីផ្លាស់មកពីក្រុម Wolfsburg ឆ្នាំ2015ចូលរួមជាមួយនឹង Manchester City 10ឆ្នាំគត់គិតត្រឹមឆ្នាំ2025នេះឥឡូវនេះបាទគឺ Kevin De Bruyne បាទគឺ Bruyne នេះបាទគឺផ្លាស់ទៅកាន់បាទគឺក្លឹបណាប៉ូលីដែលជាក្រុមជើងឯកបាននៅក្នុងក្របខ័ណ្ឌ Serie A របស់ប្រទេសអ៊ីតាលីផងដែរ